Auto អូខ្ញុំសុំទោសមានអ្នកណាទេជំរាបសួរកុំបារម្ភពួកយើងបានទៅយកម៉ាស៊ីនសុវត្ថិភាពរួចហើយតើត្រូវចំណាយពេលប៉ុន្មានលោកគ្រូលឿនបំផុត15នាទីតើខ្ញុំអាចឡើងភ្នំបានទេវាខ្ពស់ពេកមេតើអ្នកអាចលើកខ្ញុំឡើងបានទេខ្ញុំមានការព្រួយបារម្ភបន្តិចកុំគូវារងចាំសូមអរគុណអ្នកជាមនុស្សល្អបែបនេះជួបគ្នាម្ដងទៀតនៅថ្ងៃណាមួយចៃដន្យអីសូមអរគុណចំពោះអ្វីដែលបានកើតឡើងនៅព្រឹកនេះសំណាងអាក្រក់សូមអរគុណខ្ញុំសុំទោសខ្ចីវាមកខ្ញុំសុំទោសឈប់វាជាអ្នកម្ដងទៀតអនុញ្ញាតឲ្យវាទៅនេះជាអ្វីដែលខ្ញុំរៀបចំសម្រាប់តែគ្រាប់ពូជតែរបស់អ្នកគួរតែត្រូវបានស្រោចទឹកបន្ថែមទៀតប៉ុន្តែកាបូបរបស់ខ្ញុំមិនជ្រាបទឹកសូមលោកអ្នកសូមហេកាបូបរបស់ខ្ញុំហេតុអ្វីតើអ្នកមិនអីទេបើកាបូបរបស់ខ្ញុំគាត់មានតម្លៃជាងអ្នកពិតណាស់វាថ្លៃណាស់ខ្ញុំមានតែកាបូបដ៏ល្អនេះប៉ុណ្ណោះត្រឡប់នេះជាមុនសិនហើយតាមពិតខ្ញុំមាន bandage មិនអាចកាត់បន្ថយការរលាកបានទេសុំទោសខ្ញុំសុំទោសតើពួកខ្ញុំនៅឯណាខ្ញុំសុំទោសខ្ញុំមិនមានន័យទេអ្នកមិនបានរៀបចំចិត្តខ្ញុំទេដរាបណាអ្នកបញ្ចុះបញ្ចូលកូនប្រុសខ្ញុំឲ្យចុះពីលើភ្នំក្នុងរយៈពេល1ខែកាបូបអាជីវកម្មនៅឆ្នាំនេះគឺជារបស់អ្នកខ្លងនៃព្រះរាជាណាចក្រកាហ្វេរបស់ខ្ញុំគឺអាស្រ័យលើអ្នកកុំរើអីនេះកូនឯងដឹងអត់គាត់បានឡើងភ្នំដើម្បីហាត់ប្រាណហើយអ្វីបានជាវាគួរឲ្យអស់សំណើចដូច្នេះតើវាមើលទៅដូចជាអ្នកបដូររៀនទេអូអនុញ្ញាតឲ្យខ្ញុំមើលវាគ្រាន់តែជាថ្ងៃសម្រាប់ដើម្បីឆ្លងកាត់កុយអ្នកមានចំនួនទី2ដែលសុំបញ្ហាកាលពីយប់មិញអ្នកទាំងពីរជាមិត្តជិតស្និទ្ធនឹងគ្នាជាឧទាហរណ៍អ្នកយល់ខុសថាយើងគ្មានអ្វីសោះខ្ញុំយល់ពីផ្លូវរបស់យុវជនទោះបីជាអ្នកត្រូវបំទុះគាត់ក៏ដោយដរាបណាគាត់អាចធ្វើបានវានឹងល្អឥតខ្ចោះប្រសិនបើអ្នកត្រឡប់មកធ្វើការដោយគោរពប្រតិបត្តិយល់ព្រមទៅមុខវាអាស្រ័យលើអ្នកសួស្ដីតើអ្នកត្រូវការជំនួយរបស់ខ្ញុំទេអរគុណនិយាយក្នុងចិត្តតើខ្ញុំចាត់ទុកអ្នកពេលបាយយ៉ាងណាដែរតើអ្នកចូលចិត្តវាទេបរិភោគអាហារបួសខ្ញុំស្គាល់ភោជនីយដ្ឋានបួសល្អណាស់ចង់ទៅជាមួយគ្នាទេក្រអើក្រទុំពេកគាត់មិននិយាយជាមួយមនុស្សទេខ្ញុំសុំទោសខ្ញុំមិនមានន័យទេខ្ញុំគិតថាវាជាការប្រសើរសម្រាប់យើងក្នុងការរក្សាចម្ងាយខ្លះខ្ញុំមានឧបករណ៍ជំនួយខ្ញុំនឹងជួយអ្នកជួសជុលវាទេខ្ញុំគ្រាន់តែផ្ដល់ឲ្យអ្នកនៅក្រុមជំនួយហើយអ្វីបានជាអ្នកបែបនេះវាគ្រាន់តែជារបួសស្រាលប៉ុណ្ណោះមិនចាំបាច់នោះទេវាហាក់ដូចជាខ្ញុំត្រូវងាកទៅរកល្បិចខ្លះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខ្លួនឯងតើវាជាកំហុសរបស់អ្នកណាឲ្យខ្ញុំមើលថាវាជ្រុលឬអត់ហូបតើមានអ្វីកើតឡើងអ្នកណាគេចាប់អ្នកបានបញ្ឆេះអារម្មណ៍របស់គាត់រួចហើយនៅថ្ងៃនេះអ្នកព្យាយាមកាន់តែខ្លាំងប្រហែលជាគាត់នឹងចុះពីលើភ្នំឆាប់នេះបន្ទាប់មកផែនការនឹងកិច្ចសន្យារបស់ខ្ញុំប្អូនថ្លៃស្រីអ្នកគួរតែបង្ហាញភាពស្មោះត្រង់បន្ថែមទៀតមើលចុះកូនប្រុសខ្ញុំមិនអាចនិយាយភាសាបានល្អគ្រប់គ្រាន់ដើម្បីចុះពីលើភ្នំនោះទេវាលឿនពេកក្នុងការនិយាយអំពីគ្រូផ្សេងទៀតឥឡូវនេះកុំធ្វើបែបនេះអ្នកទៅភ្នំហើយស្នាក់នៅទីនោះពី3ថ្ងៃដើម្បីបញ្ចុះបញ្ចូលគាត់មួយដង្ហើមទៅឆ្ងាយសួស្ដីយើងជួបគ្នាម្ដងទៀតខ្ញុំបានចេញមកថតហើយបានកើតឡើងនៅមាត់ទ្វាររបស់អ្នកតើនោះមិនមែនជារឿងចៃដន្យទេតើយើងមានវាសនានៅជាមួយគ្នាទេជោគវាសនាអាចបែងចែកជាវាសនាល្អនិងវាសនាអាក្រក់មនុស្សគ្រប់គ្នាបាននិយាយវា100ដងនៃការឆ្លងកាត់គ្នាទៅវិញទៅមកក្នុងជីវិតមុនជាធ្នូនឹងការមើលត្រឡប់មកវិញក្នុងជីវិតនេះយើងស្ថិតនៅកម្រិតនេះវាគួរតែត្រូវបានចាត់ទុកថាជាការបោះជំហាននៅលើស្មានឹងក្បាលហានេះគឺសម្រាប់អ្នកទេសូមយកវាខ្ញុំសូមទោសអ្នកដោយស្មោះចូលធ្វើជាអ្នកធំហើយកុំមានការខឹងសម្បារឿងនេះបានកន្លងផុតទៅហើយអូបើខ្ញុំមិនទុកវាចោលទេនោះខ្ញុំនៅតែទ្រាំទ្រនឹងការអន់ចិត្តពីអតីតកាលគ្រាន់តែយកវាខ្ញុំសូមទោសសូមអរគុណសួស្ដីអ្នកប្រែទៅជាមាសហើយអ្វីបានជាអ្នកតាមខ្ញុំនេះគឺជាកន្លែងដែលមានតែអ្នកដែលនៅសល់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យស្នាក់នៅកុំញ៉ៃអ្នកណាថាខ្ញុំតាមអ្នកខ្ញុំនៅទីនេះដើម្បីស៊ីជ្រូកខ្ញុំដឹងពីអ្វីដែលអ្នកបានសន្យាជាមួយប៉ារបស់ខ្ញុំកុំខ្ជះខ្ជាយពេលវេលាលើរឿងឥតប្រយោជន៍បែបនេះចំណាយពេលវេលាហើយអ្វីបានជាអ្នកគិតថាខ្ញុំខ្ជះខ្ជាយពេលវេលាខ្ញុំដឹងអ្នកគឺជារ៉ូតដែលគ្មានថាមពលត្រាប់ណាមានការហៅទូរស័ព្ទមកវានឹងជាពេលវេលាដ៏អស្ចារ្យតើខ្ញុំអាចប្រើបន្ទប់ទឹករបស់អ្នកបានទេ
លីវ៉ៃខ្ញុំធ្វើម្ហូបឆ្ងាញ់ជូនអ្នកសូមបើកទ្វារលីវ៉ៃបើកទ្វារតើឪពុកខ្ញុំឲ្យលុយប៉ុន្មានតើវាមានន័យយ៉ាងណាបើខ្ញុំធ្វើវាឲ្យអ្នកទ្វេដងចង់បោះលុយមកខ្ញុំបញ្ឈប់ការតាមដានរបស់អ្នកតើអ្នកមានអារម្មណ៍នៅខ្មាស់អៀនទេខ្ញុំចង់ធ្វើតាមបញ្ជារបស់ឪពុកអ្នកនោះហើយជាមូលហេតុដែលខ្ញុំចំណាយពេលច្រើនបញ្ចុះបញ្ចូលអ្នកឲ្យចុះពីលើភ្នំប៉ុន្តែនេះមិនពាក់ព័ន្ធនឹងការងាររបស់ខ្ញុំទេខ្ញុំគិតថាវាអយុត្តិធម៌ណាស់ប្រសិនបើខ្ញុំមិនទទួលយកលក្ខខណ្ឌនេះខ្ញុំនឹងត្រូវចាញ់ដោយឈិនថេងខេងខ្ញុំនឹងជួបបន្ថែមទៀតនាពេលអនាគតរឿងអយុត្តិធម៌កាន់តែច្រើនឡើងកុំគិតថាអ្នកចាត់ទុកលុយដូចជាខ្វក់ជាពិសេសមានអារម្មណ៍ថាអស្ចារ្យអ្នកទើបតែមានកំណត់ល្អកើតក្នុងគ្រួសារអ្នកមានដូច្នេះអ្នកអាចជាមនុស្សលាក់ពុតអ្នកអាចឡើងភ្នំដើម្បីហាត់ខ្ញុំត្រូវនៅឆ្ងាយពីពិភពលោកដើម្បីមានអារម្មណ៍ថាខ្ញុំពូកែជាងអ្នកដទៃតើអ្នកជានរណាខ្ញុំជូនអ្នកទៅមន្ទីរពេទ្យជំងឺលាកក្រពះស្រួចស្រាវនឹងជាសះស្បើយដោយចាក់ថ្នាំអេបកុំបារម្ភខ្ញុំដឹងថាអ្នកបានធូរស្រាលហើយអ្វីដែលបានកើតឡើងចំពោះឪពុកខ្ញុំពិតជាអយុត្តិធម៌ណាស់សម្រាប់អ្នកប៉ុន្តែជំរឿគឺតែងតែជារបស់អ្នកខ្ញុំមិនត្រូវការអ្នកដើម្បីឆ្លងកាត់ទេអ្នកតែងតែមើលថែខ្លួនឯងអាយ៉ាមានរឿងអីអូត្រៀមខ្លួនទទួលខ្ញុំហើយឬនៅវាហាក់ដូចជាថាស្រមោលចំមុះរបស់អ្នកបានជាសះស្បើយទាំងស្រុងស្ដារស្បែកទៅជាកម្រាស់ដាំរបស់វាអ្នកគ្រាន់តែរឹងរូសអាយ៉ាក្រែរបស់អ្នកពិបាកណាស់ប៉ុន្តែវាមិនសំខាន់ទេខ្ញុំមិនអាចស្នាក់នៅបានច្រើនថ្ងៃទេយ៉ាងណាមិញកាយរបស់នរណាម្នាក់បានផ្លាស់ប្ដូរខ្ញុំទុកឲ្យអ្នករស់នៅទីនេះក្រៅពីមនុស្សធម៌ចំពោះការព្យាយាមបញ្ចុះបញ្ចូលខ្ញុំចុះភ្នំមិនអាចទៅរួចខ្ញុំនឹងនាំអ្នកទៅមន្ទីរពេទ្យទឹកស្អាតនៅមីងសានរបស់យើងត្រជាក់ពេកខ្ញុំបានទិញស៊ុបមាន់ពីផ្លូវឆេងណែនហើយអ្វីបានជាអ្នកដាក់ដៃរបស់អ្នកនៅលើមុខរបស់ខ្ញុំវាគឺជាអ្នកដែលបានដេកលក់ហើយបានចុះចតនៅក្នុងដៃរបស់ខ្ញុំអ្នកពិតជាគិតថាអ្នកពូកែមែនអាចមានចិត្តបរិសុទ្ធនិងមិនចង់បានខ្ញុំប្រាប់អ្នកថាការអនុវត្តរបស់អ្នកនឹងត្រូវវិនាសបើមិនជឿទេតោះភ្នាល់តើអ្នកភ្នាល់លើអ្វីអ្នកគ្រាន់តែជាមនុស្សអសុរោះខ្ញុំភ្នាល់ថាអ្នកនឹងលងស្នេហ៍ខ្ញុំលីនវ៉ៃវាកំពុងលេចធ្លាយតើខ្ញុំគួរធ្វើអ្វីខ្ញុំនឹងដោះស្រាយវាអញ្ចឹងខ្ញុំធ្វើថ្នាំត្រជាក់ឲ្យអ្នកផឹកសូមអរគុណអ្នកមិនអាចគេងនៅក្នុងបន្ទប់របស់អ្នកបានទេតោះគេងនៅទីនេះថ្ងៃនេះខ្ញុំនឹងជួយអ្នកតើអ្នកមានរឿងចង់ប្រាប់ខ្ញុំទេចង់ចាំថ្ងៃភ្លៀងនេះទេមានរឿងខ្លះដែលខ្ញុំត្រូវបញ្ជាក់